បាទនេះគឺជាលទ្ធផលក្រោយយើងធ្វើការបាញ់ថ្នាំរយៈពេល3ថ្ងៃបងប្អូនណារយៈពេល3ថ្ងៃគឺឃើញថាស្រូវរបស់យើងមានភាពប្រែប្រួលទី1ស្លឹករបស់វារាងឈរត្រង់ហើយរាងរីកឆ្លឹកធំបងប្អូនរាងរីកឆ្លឹកធំហើយមានការលូតលាស់លឿនបងប្អូនមានការលូតលាស់លឿនជាងធម្មតាណាលឿនជាងយើងអត់បានបាញ់ថ្នាំដោយសាររដូវកាលនេះវាសម្បូរទៅដោយសត្វល្អិតតាមផ្លែផ្សេងសត្វល្អិតកៅអញ្ចឹងទៅហើយយើងអត់មានឃើញយាយីទេដោយសារយើងបាញ់ថ្នាំថ្ងៃមុន3ថ្ងៃហ្នឹងយើងបាញ់បញ្ចូលរួចហើយបាទហើយរោគក៏អត់មានដែរបងប្អូនរោគក៏អត់មានដែរហើយវាអាចគ្រប់គ្រងការស្ថិតត្រជាក់បានការស្ថិតត្រជាក់ណាដែលយើងប្រើសារធាតុស័ង្កសីអញ្ចឹងណាស័ង្កសីម៉ានីស្យូមចូលគ្នាធ្វើឲ្យស្រូវលូតលាស់ចាប់ជីបានល្អបាទ